Hello សួស្តីអ្នកទាំងអស់គ្នា Welcome back to Watashifa ថ្ងៃនេះយើងមកមើលរឿងបែបស្នេហាទាំងអស់គ្នារឿងនឹងជាប្រភេទរឿងស្នេហាត្រីកោណដែលត្រូវរៀបការជាមួយនឹងមនុស្សដែលរដ្ឋាភិបាលបានរើសឲ្យហើយគ្មានសិទ្ធិតវ៉ានោះទេស្នេហាលាយឡំជាមួយនឹងការកុហកមានសាទមានកំ pl ៃ ជាភាសានឹងតួរបស់យើងនឹងបែកមិនទេដើម្បីចង់ដឹងថារឿងរបស់យើងវាឈាមឈប់ដល់កម្រិតណាឥឡូវយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាចាប់ផ្ដើមសាច់រឿងដំបូងនោះគឺគេបានបង្ហាញអំពីមង្គលការរបស់តារាដ៏ល្បីម្នាក់ដែលគាត់មានឈ្មោះថាកូតូមីនកូនកំឡោះនោះគឺជាបរិសុទ្ធសាមញ្ញម្នាក់ដែលចូលរៀននៅមហាវិទ្យាល័យនៅក្នុងទីក្រុងនេះឯងពួកគេត្រូវបានផ្គប់ផ្គង់តាមរយៈការចុះឈ្មោះរបស់រដ្ឋាភិបាលហើយចុងក្រោយក៏បានរៀបការថ្ងៃនេះឯងគេបានបង្កើតច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាកំណើតទាបដែលត្រូវបានគេស្គាល់ថាជាច្បាប់យូការីបានចូលជាធរមានកាលពី40ឆ្នាំមុននៅពេលដែលក្មេងប្រុសនិងក្មេងស្រីរបស់ប្រទេសនេះមានអាយុ16ឆ្នាំពួកគេទទួលបានការជួយដំណឹងថាតើអនាគតប្តីប្រពន្ធរបស់ពួកគេនឹងក្លាយទៅជានរណាដោយសារគោលនយោបាយនេះអត្រាកំណើតមានស្ថិរភាពនិងប្រសិទ្ធភាពហើយកុមារដែលកើតចេញពីការប្រកួតបែបនេះមានបញ្ញាមធ្យមខ្ពស់ជាងតែនេះគឺជាអាពាហ៍ពិពាហ៍យូការីដែលលើកដំកើងសុភមង្គលដែលផ្អែកលើសែនត្រូវបានគេស្គាល់ថាជាខ្សែក្រហមនៃវិទ្យាសាស្ត្រប៉ុន្តែមានក្មេងប្រុសធម្មតាម្នាក់ដែលមានចិត្តស្រឡាញ់និងមិនសប្បាយចិត្តនឹងប្រព័ន្ធនេះទេក៏គឺជាតួផលរបស់យើងដែលគាត់មានឈ្មោះថាយូការីនេជីម៉ានៅសាលារៀនហ្នឹងគាត់តែងតែលួចមើលក្រាបរបស់គាត់ប៉ុន្តែនាងមិនដឹងខ្លួនទេហើយគាត់ចង់ដឹងថាតើអ្វីទៅជាស្នេហាហើយមនុស្សទាំងអស់ហ្នឹងសុទ្ធតែធ្លាក់ចូលទៅក្នុងអន្លង់ស្នេហាតែមិនដឹងខ្លួនមែនគាត់គិតតែឯងហើយអង្គុយអៀនម្នាក់ឯងស្របពេលនោះក៏មានមិត្តភក្តិគាត់ម្នាក់ដែលគាត់មានឈ្មោះថាតាកេដាបានប្រាប់ទៅកាន់នេជីម៉ាថាគាត់ចង់មានស្នេហាហើយក៏នឹងរស់នៅដើម្បីស្នេហាហើយក៏បានស្រែកខ្លាំងៗថាខ្ញុំនឹងមិនរៀបការទេធ្វើឲ្យសិស្សនៅក្នុងថ្នាក់ហ្នឹងមើលគាត់គ្រប់គ្នានេជីម៉ាក៏បានទៅសួរមិត្តភក្តិរបស់គាត់មួយទៀតដែលគាត់មានឈ្មោះថានីសាកាគាត់ចង់ដឹងថាមានរឿងអីចំពោះនឹងតាកេដាហើយយើងក៏បានដឹងថាតាកេដាគាត់បានទទួលដំណឹងឧស្សាហ៍មិញថាក្រុមគ្រួសាររបស់គាត់នឹងជួបមុខគ្នាថ្ងៃស្អែកគាត់គ្រាន់តែចង់បានអារម្មណ៍ពិតរបស់គាត់នឹងមានស្នេហាគាត់មិនចង់រៀបការជាមួយនរណាម្នាក់ដែលរដ្ឋាភិបាលបានរើសឲ្យឡើយនេជីម៉ាបានរកឃើញអ្នកដែលមានគំនិតដូចគាត់ហើយបរិះម្នាក់នៅចិត្តនឹងក៏បានលើកឡើងថាការរៀបការគឺជារឿងចម្លែកដែលមិនមានអ្វីធំដុំនោះទេវាដូចជាភ្នូរសម្រាប់បុរសអញ្ចឹងពួកគេក៏បានសច្ចាជាមួយគ្នាថានឹងមិនរៀបការឡើយនៅពេលនោះក៏មាននារីម្នាក់បានមកសច្ចាជាមួយពួកគេដែរនាងមានឈ្មោះថាតាកាសាគីនាងក៏មិនយល់ស្របនឹងប្រព័ន្ធរបស់រដ្ឋាភិបាលមួយនេះដែរតែជាម៉ាបានឃើញក្រែអញ្ចឹងមើលគេឡើងភ្លឹកហើយសម័យថាបានរៀបការជាមួយគេអីណាតាកាសាគីគឺជាមនុស្សស្រីម្នាក់ដែលស្អាតដាច់គេនៅក្នុងថ្នាក់ដែលលេចធ្លោហើយមានមនុស្សប្រុសជាច្រើនបានក្រាស់ទៅលើនាងចិត្តគ្រប់អាយុ16ឆ្នាំហើយនៅមិនទាន់ត្រូវបានចាត់តាំងនរណាម្នាក់ឡើយទេហើយទៅទៀតនឹងតាកាសាគីនឹងទទួលបានសេចក្តីជួយដំណឹងពីរាជរដ្ឋាភិបាលហើយណាជានឹងក៏បាននិយាយថាប្រហែលនាងអាចនឹងរៀបការជាមួយគាត់ហើយនៅជាម៉ាចេះតែអើតាមគេទៅតាមពិតគ្នាសែតចង់ងាប់ពួកគេឆ្ងល់ថាមិនបានពិភពលោកដំណើរការអញ្ចឹងពួកគេមិនចង់រៀបការជាមួយមនុស្សដែលពួកគេអាចបានស្រឡាញ់នោះទេមកដល់ផ្ទះវិញនៅជាម៉ាបានគិតថាការសន្យានៃសុភមង្គលអនាគតប្រកបដោយសុវត្ថិភាពទាំងអស់នេះនឹងវាប្រហែលជាអស្ចារ្យប៉ុន្តែគាត់ចង់មានស្នេហាជាមួយនឹងតាកាសាគីចង់សារភាពពីអារម្មណ៍របស់គាត់ទៅឲ្យនាងដែលគាត់បានលួចស្រឡាញ់នាងរយៈពេល5ឆ្នាំមកហើយតាំងពីពួកគេរៀននៅសាលាបឋមសិក្សាជាមួយគ្នាកាលនោះគឺដែលឃើញថាតាកាសាគីភ្លេចយកចោលលុបមកនៅជាម៉ាក៏ចង់ឲ្យប៉ុន្តែគាត់រត់ហ៊ានរវល់តែអៀនគិតឡើង5នាទីមុំប្រមូលភាពក្លាហានបានក៏សម្រេចចិត្តថាកាត់ចោលលុបទៅឲ្យគេហើយរត់ហ៊ានមកមុខគេទៀតអំឡុងពេលនោះតាកាសាគីក៏បានខ្សឹបប្រាប់គាត់ថាអរគុណគ្រាន់តែពាក្យអរគុណពីបេម៉ាត់របស់នាងនឹងក៏បានលួចយកបេះដូងរបស់នេជីម៉ាបាត់ពេលនោះហើយដែលគាត់បាននិយាយជាមួយនាងតែម្ដងគត់ហើយមិនដែលភ្លេចស្នាមញញឹមនោះទេនៅពេលញ៉ាំបាយជាមួយនឹងគ្រួសារម្ដាយរបស់នេជីម៉ាក៏បាននិយាយផងដែរថាពីថ្ងៃទៀតដល់ថ្ងៃខួបកំណើតរបស់នេជីម៉ាហើយគាត់នឹងត្រូវរៀបការនេជីម៉ាពិតជាភ័យនឹងមិនចង់រៀបការជាមួយមនុស្សស្រីដែលគេចាត់ឲ្យឡើយគ្រួសាររបស់នេជីម៉ាពិតជារំភើបណាស់ប៉ុន្តែនេជីម៉ាមិនចង់បានបែបនេះនោះទេគាត់គ្រាន់តែចង់មានស្នេហាជាមួយនឹងតាកាសាគីនេជីម៉ាគិតពីនាងគ្រប់ពេលសូម្បីតែពេលគាត់ដេកហើយគាត់មិនមានពេលច្រើនទៀតទេថ្ងៃស្អែកគាត់ត្រូវតែប្រមូលភាពក្លាហានដើម្បីប្រាប់នាងនៅព្រឹកស្អែកបានមកដល់នេជីម៉ាក៏បានហៅតាកាសាគីហើយសុំពេលមួយផ្លែតតាកាសាគីក៏បានឲ្យមិត្តភក្តិរបស់នាងទៅមុននេជីម៉ាក៏បានណែនាំឈ្មោះរបស់ខ្លួនហើយក៏បានប្រាប់ទៅកាន់នាងថាពួកគេធ្លាប់រៀននៅថ្នាក់ជាមួយគ្នានៅក្នុងសាលាបឋមសិក្សាមួយឆ្នាំប៉ុន្តែតាកាសាគីរកនឹងមិនឃើញឡើយធ្វើឲ្យនេជីម៉ាធ្លាក់ថ្លើមក្តុកនាងក៏បានសួរថារៀនថ្នាក់ទីប្រមាណហើយលោកគ្រូណានៅបង្រៀននេជីម៉ាគាត់គាំងមិនដឹងនិយាយអ្វីទៀតទេវាប្រហែលជាអនុស្សាវរីយ៍ដ៏អស្ចារ្យសម្រាប់គាត់ប៉ុន្តែនាងបែរជាមិនចាំអ្វីទាំងអស់នៅពេលដែលតាកាសាគីដើរចេញទៅនេជីម៉ាក៏បានប្រាប់នាងថាយប់នេះម៉ោង6ល្ងាចនៅសួន
ក្រោយសាលាបឋមសិក្សាគាត់នឹងចាំនាងនៅទីនោះគាត់មិនដឹងថានាងនឹងទៅឬក៏អត់នោះទេប៉ុន្តែគាត់នឹងរងចាំនាងម៉ោង 7:06 កន្លះហើយប៉ុន្តែនៅមិនទាន់ឃើញតាកាសាគីមកទៀតនាងឈីម៉ាក៏បានសម័យថាបើសិនជាតាកាសាគីមកដល់ហើយនិយាយថាបេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតញាប់នៅពេលដែលនឹកដល់នាងឈីម៉ាប៉ុន្តែខ្ញុំគ្រាន់តែមិនបង្ហាញមកតើគាត់នឹងត្រូវធ្វើអ្វីនៅពេលដែលនាងនិយាយបែបហ្នឹងគាត់អៀនម្នាក់ឯងហើយបោចស្មៅឡើងខ្ទេចយូរទៅកាន់តែយូរទៅរហូតដល់ម៉ោង 10 កន្លះពេលនេះបេះដូងរបស់គាត់នឹងកំពុងតែខ្ទេចខ្ទីអស់ហើយប៉ុន្តែគាត់នៅតែមិនបោះបង់ឡើយក៏បានទៅពួនក្នុងខ្សាច់លេងដើម្បីកុំឲ្យអបសក់ស្របពេលនោះដែរប៉ូលីសក៏បានមកដល់ហើយក៏បានប្រាប់ឲ្យគាត់នឹងទៅផ្ទះវិញទៅយប់ហើយនៅនឹងធ្វើអីទៀតដោយអស់សង្ឃឹមនៃជីម៉ាក៏សម្រេចចិត្តថាគាត់នឹងទៅផ្ទះវិញអំឡុងពេលនោះតាកាសាគីក៏បានមកដល់ធ្លាប់ទៅលួចមើលគេដល់ពេលគេនៅចិត្តអៀននិយាយអីអត់ចេញសោះដែលដឹងថាចាប់ផ្ដើមពីណាទៅណាមុនតាកាសាគីក៏បានសួរពីភ្នំខ្សាច់ដែលពូតជាភ្នោបុរាណគ្រាន់តែលឺអញ្ចឹងភ្លាមនៃជីម៉ានិយាយបែកអូហូស្ទឹងហើយទៅភ្ញាក់ខ្លួនឯងហើយទៅពេលនោះតាកាសាគីក៏បានចាប់ផ្ដើមនិយាយរឿងកាលនៅសាលាបឋមសិក្សាថានៃជីម៉ានឹងបានផ្ដល់ការពន្យល់ដល់វែងអន្លាយពីប្រភេទភ្នោបុរាណផ្សេងៗទោះបីជាគ្មាននរណាម្នាក់សួរគាត់ក៏ដោយដែលនាងថាអត់បានចាំនៃជីម៉ានឹងតាមពិតគឺនាងកុហកទេនៃជីម៉ាលឺហើយសើបន្តិចហើយក៏បានលួចសម្លឹងទៅមើលមុខគេដោយរំភ្នែកដ៏វែងរបស់នាងភ្នែកធំពណ៌សច្បាស់មើលទៅពណ៌ខៀវសក់រលោងបើប្រៀបធៀបជាមួយគាត់នឹងគឺគាត់មិនស័ក្តិសមនឹងនាងឡើយនៃជីម៉ាមិនមែនជាមនុស្សលេចធ្លោនៅក្នុងថ្នាក់នោះទេគាត់ដឹងថាខ្លួនឯងមិនអាក្រក់ប៉ុន្តែក៏មិនល្អផងដែរគាត់គ្មានភាពជឿជាក់ខ្លួនឯងនោះទេគាត់គ្រាន់តែចង់ខ្លាចជាបរិសុទ្ធដែលមើលទៅល្អនៅក្បែរនាងដូច្នេះគាត់បានព្យាយាមធ្វើអ្វីផ្សេងៗជាច្រើនគាត់បានសួរនីសាកាអំពីមុតសក់ប្លែកៗឬវិធីថ្មីក្នុងការស្លៀកពាក់ឯកសណ្ឋានរបស់គាត់សូម្បីតែដល់ថ្នាក់វិទ្យាល័យក៏ចង់ទៅរៀនដូចនាងដែរដូច្នេះគាត់ខំរៀនណាស់គាត់បានធ្វើឲ្យឪពុកម្ដាយមានការថន់ថប់ក្នុងរឿងលុយកាក់ទៅចូលសាលារៀនអ្វីដែលគាត់ចង់និយាយនោះគឺអ្វីគ្រប់យ៉ាងដែលគាត់មាននៅពេលនេះនឹងគឺជំពាក់នាងគាត់ត្រូវតែនិយាយវាព្រោះគាត់មិនមានពេលទៀតទេគាត់អាចទទួលការចូលដំណឹងនៅថ្ងៃស្អែកហើយក៏បានប្រាប់ថាគាត់ចូលចិត្តនាងភ្លាមនឹងធ្វើឲ្យតាកាសាគីទប់ទឹកភ្នែកមិនជាប់ដែលមិនចង់ឃើញនាងយំអ្នកជីម៉ាក៏បាននិយាយរឿងកំ pl ែងអំពីតាកេដានៅពេលនោះតាកាសាគីក៏បានដកចោលលុបមួយកំណាត់ចេញមកហើយប្រាប់គាត់ថានាងក៏ចូលចិត្តគាត់ដែរនាងក៏បានបន្តថានៅពេលដែលនាងភ្លេចយកចោលលុបមកហ្នឹងមើលទៅអ្នកជីម៉ាពិតជាចំណាយពេលពេញមួយថ្ងៃបារម្ភពីនាងព្យាយាមរកវិធីជួយធ្វើឲ្យបេះដូងរបស់នាងនឹងលោតញាប់ណាស់បន្ថែមពីនេះទៅទៀតនឹងអ្នកជីម៉ាគឺជាមនុស្សល្អគាត់បានដកអស់ពីភាពក្លាហានក្នុងការធ្វើអ្វីមួយសម្រាប់នាងវាជាអ្វីដ៏អស្ចារ្យនិងពិសេសសម្រាប់នាងអ្នកជីម៉ាលើហើយរំភើបឡើងចង់យំហើយក៏ស៊ូទៅអោបនាងបានសារភាពប្រាប់នាងថាគាត់បានលួចស្រឡាញ់នាងរយៈពេល5ឆ្នាំមកហើយចង់នៅជាមួយនាងជារៀងរហូតពួកគេពិតជារំភើបចិត្តណាស់ក្រោមពន្លឺព្រះច័ន្ទដ៏រ៉ូម៉ាន់ទិកពួកគេក៏បានបង្ហាញក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកស្របពេលនោះដែរអ្នកជីម៉ាក៏បានទទួលសារជូនដំណឹងពីរដ្ឋាភិបាលព្រោះគាត់គ្រប់អាយុ16ឆ្នាំហើយនៅក្នុងសារនោះបានបង្ហាញថាដៃគូរៀបការរបស់គាត់ត្រូវបានសម្រេចហើយនាងរស់នៅទីក្រុងនេះកាលនៅថ្ងៃទី14 មេសាឈ្មោះថាមីសាគីតាកាសាគីអ្នកជីម៉ាអរណាស់ព្រោះឃើញឈ្មោះរបស់តាកាសាគីប៉ុន្តែនៅពេលដែលបង្ហាញនាងទូរស័ព្ទរបស់គាត់ក៏រលត់បាត់អំឡុងពេលនោះដែរមាននារីម្នាក់និងបរិសម្នាក់ក៏បានមកដល់នារីម្នាក់នោះក៏បានប្រាប់ថានាងមានឈ្មោះថាអ៊ីឈីជូមកពីក្រសួងសុខាភិបាលការងារនិងសុខុមាលភាពហើយបរិសម្នាក់ទៀតមានឈ្មោះថាយ៉ាជីម៉ាពួកគេមកដើម្បីផ្ដល់ការជូនដំណឹងរបស់នេជីម៉ានាងក៏បានហត្ថលិខិតអាពាហ៍ពិពាហ៍រៀបការនាពេលខាងមុខទៅឲ្យនេជីម៉ានៅពេលបាក់មើលទៅដឹងថាឈ្មោះនោះមិនមែនឈ្មោះតាកាសាគីនោះទេគឺឈ្មោះរីរីណាសាណាដាទៅវិញប៉ុន្តែនៅក្នុងសារដែលគាត់ទទួលបាននោះគឺមិនមែនឈ្មោះនារីម្នាក់នឹងទេអ៊ីឈូជូក៏បានប្រាប់ថាលិខិតនេះគឺជាឈ្មោះនៅលើឯកសារផ្លូវការនេជីម៉ាខំប្រកែកថាមិនមែនឈ្មោះនឹងទេគាត់ចង់បង្ហាញផុសតាងនៅក្នុងទូរស័ព្ទដៃរបស់គាត់ប៉ុន្តែទូរស័ព្ទរបស់គាត់រលត់បាត់ហើយអ៊ីឈីជូបន្តថាវាប្រហែលជាមានកំហុសឆ្គងអ្វីមួយយ៉ាងដោយសារតែដៃគូអនាគតរបស់ពួកគេទាំងពីរនឹងសុទ្ធតែជាអនិច្ចជនអាចប្រើពួកនាងដើម្បីរៀបចំទំនាក់ទំនងដំបូងរបស់ពួកគេហើយពួកគេក៏បានត្រឡប់ទៅវិញទៅនេជីម៉ាព្យាយាមប្រាប់ទៅកាន់តាកាសាគីថាប្រហែលគ្រាន់តែមានកំហុសអ្វីខ្លះប៉ុណ្ណោះតាកាសាគីគ្រាន់តែនិយាយ Happy Birthday ទៅកាន់គាត់ហើយក៏បានប្រាប់ថានាងគ្មានកម្រងនឹងមកទីនេះនោះទេហើយនាងក៏គ្មានកម្រងនឹងប្រាប់គាត់អំពីអារម្មណ៍របស់នាងនោះដែរនាងអាចរស់នៅ70ឆ្នាំគ្រាន់តែចាក់ចេញពីការចងចាំកន្លះម៉ោងនេះនាងនឹងសប្បាយចិត្តបើនេជីម៉ាមានអារម្មណ៍ដូចគ្នាតែដៃរបស់នាងត្រជាក់និងញ័រធ្វើឲ្យនេជីម៉ាដឹងថានាងគឺកុហកនោះទេ
កាសាគីពិតជាឈឺចាប់ណាស់ប៉ុន្តែនាងលាក់អារម្មណ៍ខ្លួនឯងនិងកុហកទៅកាន់នេជីម៉ាស្នេហាដែលមិនអាចសមបំណងដោយនៅក្នុងពិភពលោកមួយនេះដែលមនុស្សមានអនាគតប្តីប្រពន្ធរបស់ពួកគេសម្រេចចិត្តអារម្មណ៍នៃក្តីស្រឡាញ់របស់ពួកគេមិនមែនជាការកុហកទេតើវានឹងត្រូវឈឺចាប់ប៉ុណ្ណាទៅនៅពេលដែលមនុស្សដែលយើងស្រឡាញ់នឹងត្រូវរៀបការជាមួយនឹងអ្នកផ្សេងដៃគូម្ខាងទៀតនឹងក៏បានទទួលសារជូនដំណឹងផងដែរនាងក៏បានដឹងថាអនាគតប្តីរបស់នាងមានឈ្មោះថាយូការីនេជីម៉ានឹងហើយអ្នកទាំងអស់គ្នាអេពីសូតទី1របស់យើងបានឈានមកដល់ទីបញ្ចប់ហើយដើម្បីចង់ដឹងថានៅភាពបន្ទាប់នឹងតើដៃគូពួកគេទាំងពីរហ្នឹងមានចិត្តស្រឡាញ់ទៅលើគ្នាឬក៏អត់កុំភ្លេចតាមដានទាំងអស់គ្នាធ្លាប់តែសម្រាប់រឿង3សាយកាប់ចាក់គ្នាហើយឥឡូវមកសម្រាប់រឿងស្នេហារៀងឆ្កងតិចហើយណាមួយមនុស្សអត់មានស្នេហាផងអូខេ bye see you next episode thank you guys